តើយើងត្រូវធ្វើយ៉ាងម៉េចបានកាត់ចិត្តពីគេបានសំណួរនេះអត់ខុសពីម្នាក់ខាងលើមិញទេម្នាក់ខាងលើចង់ផ្លិចអនុស្សាវរីយ៍តែម្នាក់ខាងក្រោមគាត់សួរថាចង់កាត់ចិត្តឲ្យដាច់ពីគេហ្មងតើធ្វើមិនទេឆ្ងល់យ៉ាងណាអាច comment នៅក្នុង YouTube ក៏បានឬក៏ comment នៅក្នុង TikTok នេះក៏បានឬក៏ comment នៅក្នុង Facebook page ក៏បានមាសកាលោកម្ចាស់គ្រប់អង្គជំរាបពរអ្នកទាំងអស់គ្នាដែលតាមដានបណ្ដាញសង្គមរបស់អាត្មាទាំងអស់គ្នាថ្ងៃនេះចម្លែកអាត្មាមកពីអ្នកអូនវិតគឺមកឆ្លើយតប comment នៅក្នុង TikTok ប៉ុន្តែយកទៅផុសនៅក្នុងគណនី Facebook ហើយអ្វីដែលអ្នកទាំងអស់គ្នាកំពុងតែមើលនេះគឺអាត្មាក្របពី Facebook ផងក្របពី YouTube ផងដើម្បីដាក់នៅក្នុង TikTok ប៉ុន្តែបើចង់មើលវីដេអូពេញគឺចូលមើលនៅក្នុង Channel YouTube របស់អាត្មាដែលអាត្មាបានដាក់ឈ្មោះនៅខាងនេះអញ្ចឹងថ្ងៃនេះអាត្មាផ្ទាល់ស្វ័យផ្អែមហើយបងអូនខាងឆ្វេងដៃនេះគាត់ចូលរួមជាមតិយោបល់ខ្លះតាក់ទងនឹងការឆ្លើយ comment អញ្ចឹងណែនាំខ្លួនឲ្យគេស្គាល់តិចបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះធឿនដាវីតបាទប្រហែលជាបងប្អូនធ្លាប់ស្គាល់ខ្លះហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំពិតជាមានក្តីរំភើបរីករាយបាទដែលលោកបងផ្ដល់ជាកិត្តិយសឲ្យខ្ញុំបាទมันផ្ដល់ជាមតិបាទយោបល់នៅក្នុងបាទយើងហៅថា podcast បាទអញ្ចឹងអរគុណលោកបងជាកិច្ចចាប់ផ្ដើមលោកបងបាទចាប់ផ្ដើមបាទអូខេអញ្ចឹងអាត្មាមើលនៅក្នុង comment ទី1នៅក្នុង TikTok ពីបងដែលមានឈ្មោះថាខ្ញុំអ្នកណាគេឈ្មោះដល់កគាត់សួរថាលោកបងបើខ្ញុំស្រឡាញ់គាត់3ឆ្នាំកន្លះហើយខ្ញុំបានទិញម៉ូតូឲ្យគាត់មួយគ្រឿងតើលោកបងយល់យ៉ាងណាដែរឧទាហរណ៍បើកណាបែកគ្នាតើម៉ូតូនោះជារបស់យើងក៏ជារបស់គាត់តែម៉ូតូហ្នឹងកណាអត់យកវិញទេទុកឲ្យគាត់ជិះព្រោះកណាទិញឲ្យគាត់ដោយក្តីស្រឡាញ់លោកបងចាំឆ្លើយ comment កណាផងស្ដាប់សំណួរតើណាតើបងចង់បានន័យថាគាត់ស្រឡាញ់គ្នា3ឆ្នាំកន្លះហើយគាត់បានទិញម៉ូតូហ្នឹងដើម្បីឲ្យសង្សាររបស់គាត់ជិះណាតែឥឡូវហ្នឹងគាត់អត់ទាន់បែកគ្នាទេប៉ុន្តែគាត់ថាបើសិនថ្ងៃណាមួយគាត់បែកគ្នាតើគាត់អាចយកម៉ូតូហ្នឹងមកវិញដោយភាពស្មោះត្រង់ឬមួយក៏យ៉ាងម៉េច1 2 3 4ណាគាត់ចង់សួរអញ្ចឹងណាតែគាត់បញ្ជាក់ខាងក្រោមថាគាត់អត់យកវិញទេគាត់គ្រាន់តែចង់ដឹងអញ្ចឹងជួយផ្ដល់មតិយោបល់បាទសូមអរគុណព្រះអង្គអញ្ចឹងសម្រាប់ការគិតរបស់ខ្ញុំបងបាទបើសិនជាបាទជាកាដូបាទបើសិនជាគាត់បញ្ជូនឲ្យទៅដៃគូរបស់គាត់ហើយបាទអញ្ចឹងសម្រាប់ជាយោបល់របស់ខ្ញុំសម្រាប់កាដូដែលគាត់ជូនទៅឲ្យដៃគូសង្សារគាត់ហើយបើតាមគំនិតរបស់ខ្ញុំឲ្យទៅគាត់ចុះបងបាទឲ្យទៅគាត់ព្រោះដែលយើងជាក្តីស្រឡាញ់ដែលយើងផ្ដល់ឲ្យទៅគាត់បាទមិនថាម៉ូតូមិនថាសម្ភារៈអីផ្សេងទេគឺជាការស្រឡាញ់បាទហើយបើសិនជាបែកគ្នាដូចគាត់បានបញ្ជាក់អញ្ចឹងក្នុង comment គាត់ថាគាត់មិនយកមកវិញទេបាទអញ្ចឹងបើជាមតិជាគំនិតរបស់ខ្ញុំគឺធ្វើបែបហ្នឹងក៏មិនខុសដែរបាទអញ្ចឹងបើលោកបងមានអីបង្ហាញទៅទស្សនិកជននេះសូមព្រះអង្គហ្នឹងហើយពីអាត្មាទៅអត់មានអីខុសគ្នាពីវិទ្យទេដោយសារតែជំរឿនៃក្តីស្រឡាញ់ព្រោះពេលដែលស្រឡាញ់គ្នាយើងអត់បានគិតដល់ថ្ងៃដែលបែកគ្នាមែនទេណាបងពេលដែលស្រឡាញ់គ្នាអ្វីគ្រប់យ៉ាងនៅជុំវិញខ្លួនគឺមានតែពណ៌ស៊ីចម្ពូឯងមានតែភាពផ្អែមល្ហែមឯងវាអត់មានមនុស្សណាគ្រាន់តែចាប់ផ្ដើមស្រឡាញ់គ្នាហើយសម្លឹងដល់ថ្ងៃបែកគ្នាមែនទេណាបងអញ្ចឹងសុភមង្គលវាអត់អាចទេអាត្មាយល់ពីអារម្មណ៍ម្ចាស់សំណួរគាត់ខ្លាចថ្ងៃមួយដែលគាត់បែកគ្នាបានន័យថាទៅថ្ងៃមុខមិនមែនឥឡូវទេឥឡូវគាត់បានបន្តមករយៈពេល3ឆ្នាំកន្លះហើយណាអញ្ចឹងចម្លើយមតិពីលបងទៅលបងក៏គិតដូចប៊ីតដែរមិនចាំបាច់យកវិញទេយើងផ្ដល់ឲ្យគាត់តាមអ្វីដែលយើងអាចផ្ដល់ឲ្យនៅក្នុងទួលនីតិជាសង្សារប៉ុន្តែកន្លែងនេះអាត្មាបើកវងចោតតិចណាមិនឲ្យតែស្រឡាញ់គ្នាមិនឲ្យតែសង្សារយើងត្រូវតែទិញនេះទិញនោះឲ្យគេរហូតទេតាមអ្វីដែលយើងអាចធ្វើទៅបានតាមអ្វីដែលយើងអាចផ្ដល់ទៅឲ្យបានដូចគាត់អញ្ចឹងគាត់មានលទ្ធភាពគាត់អត់ចង់ឃើញមនុស្សគាត់ស្រឡាញ់ពិបាកអូខេយើងទិញជាយានជំនិះដើម្បីជាមធ្យោបាយធ្វើដំណើរឲ្យគាត់ប៉ុន្តែទៅថ្ងៃមុខទៅបើទោះជាគាត់ជាគូមួយយើងក្តីគាត់មិនមែនជាគូមួយយើងក្តីគាត់នៅជាមួយយើងរហូតឬមួយក៏បែកគ្នាដោយហេតុណាមួយអញ្ចឹងណាបែកគ្នាដោយប្រការណាមួយយើងអត់អាចទៅទៀមទាគ្រប់យ៉ាងពីគាត់មកវិញបានទេទោះជាយើងទៀមទាថាអូពេលដែលខ្ញុំទិញឲ្យយើងវាជាឈ្មោះរបស់ខ្ញុំ
ខ្ញុំទិញឲ្យយើងជាលុយរបស់ខ្ញុំអញ្ចឹងខ្ញុំយកមកវិញអាហ្នឹងវាយកចេះតែបានហើយក ណាបង ប៉ុន្តែសួរថាវាធ្វើទៅខ្លួនឯងធ្វើទៅរួចទេទាំងដែលខ្លួនឯងជាមនុស្សប្រុសពេញលក្ខណៈយើងហៅថាដើមទ្រូង5ហັດ ណាបង យើងធ្វើអញ្ចឹងវាធ្វើបានតែគ្រាន់តែវាអត់សម ណាបង ពេលដែលយើងស្រឡាញ់ល្អតែតែបែកគ្នាបោះអញសងអញវិញអញខំចាយលុយអញខំធ្វើការរលុយថកដើម្បីទិញឥឡូវបែកគ្នាយកបងអញមកវិញចម្លើយពីវិទ្យក៏ដូចជាចម្លើយពីអាត្មាទៅគឺធ្វើអញ្ចឹងល្អហើយគិតអញ្ចឹងល្អហើយ ណា មិនបាច់យកមកវិញទេផ្ដល់ឲ្យគាត់ទៅហើយបើសិនជាថ្ងៃក្រោយទៅគាត់ទៅជួបអ្នកបន្ទាប់ពីយើងទៅគេធ្វើទង្វើបែបម៉េចដាក់គាត់នេះអាចំណុចហ្នឹងដែលធ្វើឲ្យគេស្ដាយក្រោយ ណាបង ណាអញ្ចឹងចូលសំណួរមួយទៀតចំពោះប្អូនប្រុសម្ដងបងប្រុសម្ដងឯងដែលគាត់ឈ្មោះថាហួរលើបគាត់សួរថាលោកបងចុះបើយើងស្មោះត្រង់ហើយមិនបានគេមើលមិនឃើញយើងអញ្ចឹងហើយជួបតាមនុស្សក្បត់អញ្ចឹងសំណួរនេះទុកឲ្យវេទគាត់ឆ្លើយសល់បានចាំអាត្មាបន្ថែមអញ្ចឹងបញ្ជាក់ម្ដងទៀតណាគាត់សួរថាលោកបងបើយើងស្មោះត្រង់មួយគាត់ហើយយើងល្អមួយគាត់ហើយមិនបានយើងជួបតាអ្នកដែលអត់ស្មោះត្រង់អ្នកដែលក្បត់យើងអញ្ចឹង កណាអរគុណបងអញ្ចឹងសម្រាប់បទពិសោធន៍កណាផ្ទាល់បាទធ្លាប់ដូចគ្នាអញ្ចឹងជួបមនុស្សបាទជាដៃគូហ្នឹងពេលខ្លះតែយើងល្អមួយគាត់បាទស្មោះត្រង់មួយគាត់ប៉ុន្តែគាត់ដូចជាមិនឃើញតម្លៃយើងសោះបាទអញ្ចឹងដូចជាពាក្យគេថាកន្លែងណាមិនឲ្យតម្លៃយើងទេយើងដើរចេញទៅបាទដើរចេញទៅអញ្ចឹងខ្លីៗបាទយើងទៅរកកន្លែងណាដែលគេផ្ដល់តម្លៃគេឃើញពីតម្លៃរបស់យើងដែលយើងផ្ដល់ឲ្យគាត់ណាលោកបងកណាមានប៉ុណ្្នឹងបង អូខេអរគុណខ្លីៗតែខ្លឹមកន្លែងណាគេមិនឲ្យតម្លៃយើងកន្លែងណាគេអត់ស្មោះត្រង់មួយយើងដើរចេញណា បង ពីអាត្មាទៅគឺចង់ចូលរួមចំណុចហ្នឹងបន្តិចទៀតដែរណាបងអូនចង់សួរថាយើងស្មោះហើយយើងល្អហើយហេតុអីបានយើងជួបតែអ្នកអត់ល្អ ណាបង នៅក្នុងនេះអាត្មានិយាយជាលក្ខណៈទលំទលាយ general តែហ្មងគឺទូទៅមិនសំដៅទៅលើតំណែងស្នេហាទេមិត្តភាពមិត្តភ័ក្តិបងប្អូនឬក៏អ្នកស្គាល់គ្នា1 2 3 4អញ្ចឹងតែយើងល្អហើយយើងស្មោះត្រង់ហើយមែនទេ ណាបង តែយើងជួបតែអ្នកកុហកអ្នកបោកប្រាស់អ្នកយកយើងដើម្បីគ្រាន់តែជាឈ្នន់ កណាបង អាត្មាជឿថាពីណាគេក៏ធ្លាប់ជួបដែរ កណា វិទ្យក៏ធ្លាប់ជួបដែរ ធ្លាប់បង មិនត្រឹមតែស្នេហាទេតំណែងអីផ្សេងក៏ធ្លាប់ជួប កណា ដែរ បង អញ្ចឹងគួរធ្វើបែបម៉េចចម្លើយពីអាត្មាទៅគឺចង់ឲ្យអ្នកទាំងអស់គ្នារៀនទទួលយកការពិតណា កណាបង ស្អីទៅហៅថាទទួលយកការពិតកុំប្រឆាំងមួយធម្មជាតិរឿងដែលវាត្រូវកើតវាកើត កណាបង យើងអត់អាចរត់គេចយើងអត់អាចផឹកថ្នាំយើងអត់អាចធ្វើមធ្យោបាយណាដើម្បីឲ្យគេចផុតពីការពិតអត់អាចទេ កណាបង រឿងដែលត្រូវកើតគឺវាកើតអញ្ចឹងរឿងដែលត្រូវគេក្បត់គេនឹងក្បត់ដែរតែអ្វីដែលយើងអត់អាចធ្វើបានគឺកុំក្បត់ខ្លួនឯង កណាបង គេក្បត់យើងគេទៅចោលយើងជារឿងរបស់គេ ណា យើងរក្សាគោលជំហរស្មោះត្រង់របស់យើងគឺជារឿងរបស់យើងទោះជាគេក្បត់ក៏ហីចុះគេកុហកយើងគេមិនល្អជាមួយយើងជារឿងរបស់គេ កណាបង យើងថែរក្សាផ្លូវចិត្តយើងទទួលស្គាល់ការពិតឥឡូវហ្នឹងយើងបែកគ្នាឥឡូវហ្នឹងគេក្បត់យើងឥឡូវហ្នឹងគេនិយាយអាក្រក់ពីយើងយើងកុំធ្វើអញ្ចឹងជាមួយគេវិញគេហៅថាពៀរងាប់ដោយការមិនចងពៀ កណាបង គេធ្វើបែបម៉េចជាកម្មបច្ច័យរបស់គេយើងដឹងថាយើងល្អព្រោះជាក់ស្ដែងមនុស្សយើងដើរនៅដីអត់ចេះហោះទេពីណាគេក៏ធ្លាប់ខុសដែរពីណាគេក៏ធ្លាប់មានរឿងមិនល្អសម្រាប់ជីវិតដែរប៉ុន្តែសំខាន់យើងចេះគេហៅថាឆ្នៃខ្លួនឯងឲ្យទៅជាអ្វីដែលអ្នកដតីចង់ក្បែរណា កណាបង ណាអញ្ចឹងសំណួរមួយហ្នឹងអាត្មាហើយនឹងវិទ្យចូលរួមឆ្លើយប្រមាណប៉ុណ្ណេះហើយចូលរួមឆ្លើយសំណួរបន្ទាប់ទៀតពីប្អូនប្រុសកសប្អូនប្រុសម្ដងស្រីម្ដងគាត់ឈ្មោះកសគាត់សួរថាលោកបងតើមានវិធីសាស្ត្រអ្វីខ្លះទើបឲ្យចិត្តឆាប់បំភ្លេចរឿងអនុស្សាវរីយ៍ដែលធ្វើកន្លងមកបានណាតើមានវិធីសាស្ត្រអីខ្លះដើម្បីធ្វើឲ្យយើងភ្លេចរឿងរ៉ាវអនុស្សាវរីយ៍ កណាអរគុណព្រះអង្គអញ្ចឹងសម្រាប់បទពិសោធន៍បាទខ្ញុំបានទៀតហើយបាទបងប្អូនអញ្ចឹងសម្រាប់បទពិសោធន៍ បទពិសោធន៍ច្រើន បទពិសោធន៍ច្រើនរឿងស្នេហាបាទអញ្ចឹងបើយើងផ្ដោតទៅរឿងស្នេហាខ្ញុំមិនដឹងថាបងប្រុសឬក៏បងស្រីគាត់សួរដើម្បីថា
មិនដឹងថារឿងស្នេហាឬក៏រឿងអីផ្សេងទេបាទ ចឹងបើគាត់ដាក់មកតែប៉ុណ្ណឹងដាក់ថាបំពេញអនុស្សាវរីយ៍មិនដឹងថាសំដៅលើអី ណាបងអញ្ចឹងខ្ញុំសម្រាប់បបិសោសម្រាប់បំភ្លេចរឿងដែលកើតឡើងរឿងដែលឈឺចាប់ពីមុនបាទសម្រាប់ខ្ញុំកណាអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបានដូចតាបងដែលគាត់ comment អញ្ចឹងវិធីសាស្ត្រសម្រាប់ខ្ញុំបាទបបិសោគឺទី1បើសិនជារឿងស្នេហាបាទយើងព្យាយាមបំភ្លេចហើយទី2បាទសម្រាប់ខ្ញុំបើយើងគិតទៅយើងមានប្រសិទ្ធភាពដែរបាទគឺរោគអ្នកថ្មីមួយជំនួសបាទរោគអ្នកថ្មីមួយជំនួស បលាមុតយកបលាជួស កណាបងអញ្ចឹងរោគអ្នកថ្មីមួយចំនួនដើម្បីបំបត្តិអនុស្សាវរីយ៍ដែលយើងឈឺចាប់បាទយើងឈឺចាប់ឬក៏អាចទៅធ្វើអីផ្សេងបាទបើសម្រាប់ខ្ញុំកណាហ្មងបងពេលដែលពិបាកចិត្តពេលដែលនឹកឃើញរឿងដែលឈឺចាប់ពីមុនមកកណាចុចមើលវីដេអូកំ pl ែងឬក៏ទៅដើរលេងជួបជុំមិត្តភ័ក្តិបានច្រើនធ្វើមិនឲ្យខ្លួនយើងរវល់កុំសូវកត់គិតតែរឿងដែលឈឺចាប់ហ្នឹងសម្រាប់កណាមានប៉ុណ្្នឹងបងអញ្ចឹងបងជួយបង្ហាញបន្ថែមមានអីចាប់អារម្មណ៍មតិគាត់និយាយថាបលាមុតយកបលាជួសបើយើងអានេះសម្រាប់បើកវងចោសម្រាប់អ្នកដែលមានអនុស្សាវរីយ៍ជាសង្សារជាស្នេហាណាពេលដែលបែកគ្នាទៅពិបាកភ្លេចហ៎ពេលដែលបែកគ្នាទៅពិបាកធ្វើចិត្តហៅអ្នកថ្មីដើម្បីជំនួសកន្លែងចាស់ហ្នឹងលេងហ៎ប៉ិនសម្រាប់ពីអាត្មាទៅដើម្បីចង់ឲ្យភ្លេចអនុស្សាវរីយ៍វាអត់មានវិធីសាស្ត្រណាដើម្បីភ្លេចបានទេអ្នកទាំងអស់គ្នាត្រូវចាំណាមនុស្សយើងមានប្រដាប់ផ្ទុកមួយហៅថាខួរក្បាលនេះរឿងដែលបានកើតឡើងនៅក្នុងជីវិតមិនថាប្រមាណឆ្នាំតាំងពីតូចមកទេអ្នកទាំងអស់គ្នាសាកអង្គុយគិតពីតូចមកធ្លាប់ធ្វើអីខ្លះសិតនឹកឃើញបានទាំងអស់មិនធំតែសង្សារទេយល់អត់អញ្ចឹងអ្វីដែលឆ្លងកាត់ខួរក្បាលរបស់យើងគឺវាស្ថិតនៅក្នុងការចងចាំមួយនៅក្នុង memory ក្នុងខួរក្បាលរបស់យើងទាំងអស់អត់អាចភ្លេចបានទេអ្វីដែលអាចភ្លេចចេញពីការចងចាំបានឥឡូវយើងបើកវងចោតថាមិនត្រឹមតែអនុស្សាវរីយ៍ទេណាបងអ្វីក៏ដោយដែលឆ្លងកាត់ខួរក្បាលយើងបានឃើញបានឮបានជួបប្រទះអត់អាចភ្លេចបានទេលុះត្រាតែមានរឿងពីរយ៉ាងបានយើងភ្លេចណាបងទី1ស្លាប់ទី2បាត់ការចងចាំណាអាហ្នឹងយើងអាចភ្លេចបានអញ្ចឹងអ្នកទាំងអស់គ្នាជាម្ចាស់សំណួរក្តីអ្នកដែលកំពុងស្ដាប់ក្តីត្រូវទទួលស្គាល់ថាអ្វីដែលបានកើតឡើងហើយនៅលើខួរក្បាលរបស់យើងបានឆ្លងកាត់បានជួបប្រទះវាអត់អាចភ្លេចបានទេលុះត្រាតែយើងបាត់បង់ជីវិតឬក៏បាត់បង់ការចងចាំទើបរឿងទាំងអស់ហ្នឹង delete ចេញពីខួរក្បាលរបស់យើងមកភ្លេចយកមកហើយមិនបាច់ព្យាយាមទេអញ្ចឹងសួរថាតែកណាអត់ចង់នឹកឃើញអារឿងរ៉ាវអស់ហ្នឹងឯងពេលដែលនឹកឃើញម្ដងវាឈឺចាប់វាពិបាកក្នុងទ្រូងអាហ្នឹងយើងអាចមានវិធីសាស្ត្រកាត់បន្ថយយើងប្រើភាសាកាត់បន្ថយវាងាយស្រួលស្ដាប់ជាងវិធីសាស្ត្របំភ្លេចវាអត់មានវិធីសាស្ត្របំភ្លេចទេភ្លេចអត់កើតទេបើចំពោះសង្សារវិញណាអ្នកខ្លះស្រឡាញ់គ្នា7 8ឆ្នាំ5 6ឆ្នាំនៅបែកគ្នាអញ្ចឹងអាសកម្មភាពជាប្រចាំថ្ងៃរបស់គាត់ពីមួយថ្ងៃទៅមួយខែពីមួយខែទៅមួយឆ្នាំពីមួយឆ្នាំទៅ2ឆ្នាំ3ឆ្នាំ4ឆ្នាំដែលគាត់បានតាក់ទងគ្នានឹងវារាប់អស់ហ្នឹងណាបងអនុស្សាវរីយ៍ច្រើនណាអញ្ចឹងឲ្យភ្លេចអាម៉េចអាត្មាឧទាហរណ៍មួយចុះធ្លាប់បាញ់ទឹកអប់ទេធ្លាប់បងឧទាហរណ៍រឿងទឹកអប់មនុស្សពីរនាក់ដែលគាត់ស្រឡាញ់គ្នាពេលដែលគាត់ស្រឡាញ់គ្នាគាត់ធម្មតាយុវវ័យក្តីមនុស្សធំក្តីតែស្រឡាញ់គ្នាតែងតែមានការណាត់ជួបគ្នាអីអញ្ចឹងណាពេលដែលនៅក្បែរគ្នាធំក្លិនគ្នាធំក្លិនទឹកអប់គ្នាអញ្ចឹងទៅស្រាប់តែបែកគ្នាយូរបែកគ្នាមួយឆ្នាំ2ឆ្នាំអីអញ្ចឹងឧទាហរណ៍ណាបងដើរទៅក្នុងចំណោមជនណាមួយស្រាប់តែធំក្លិនហ្នឹងនេះអា mental នេះវានឹកភ្លាមហ្មងក្លិនមនុស្សដែលយើងស្រឡាញ់ចាប់ដើមងាករកមើលឃើញទេបើសួរថាអ្វីទៅហៅថាភ្លេចអត់អាចភ្លេចកាត់ទេចំពោះការចងចាំមួយហ្នឹងវានៅតែតាមយើងដូចសមោនទល់តាមប្រាណចឹងណាបងតែបើវិធីសាស្ត្របន្ថយភាពតានតឹងនៅក្នុងការនឹករលឹកអនុស្សាវរីយ៍ដែលធ្វើឲ្យយើងឈឺចាប់អាហ្នឹងយើងអាចបន្ថយបានដូចវិទ្យគាត់ថាអញ្ចឹងធ្វើខ្លួនឯងឲ្យរវល់ណាព្រោះផ្លូវចិត្តយើងមួយនេះបើកាលណាតនេចិត្តហ្នឹងវាអត់ចេះនៅស្ងៀមទេណាមិនដឹងថា1000រឿង10000រឿងគិតនៅក្នុងពេល1នាទីហ្នឹងគិតស្អីខ្លះចិត្តយើងណាតែបើយើងធ្វើខ្លួនឯងឲ្យរវល់វាមានប្រឡោះណាដើម្បីនឹកអារឿងអនុស្សាវរីយ៍ងាយងាងហ្នឹងទៀតមែនទេហ្នឹងហើយ
តែឥឡូវយើងចូលសំណួរបន្ទាប់ទៀតពីបងអូនស្រីឈ្មោះអីឈ្មោះវាយមិនដឹងឈ្មោះវីមិនដឹងឯងមើលមិនឃើញឯងគាត់សួរថាលោកបងតើយើងត្រូវធ្វើយ៉ាងម៉េចបានកាត់ចិត្តពីគេបានសំណួរនេះអត់ខុសពីម្នាក់ខាងលើមិញទេ កណាបងដូចម្ នាក់ខាងលើចង់ផ្លិចអនុស្សាវរីយ៍ កណា តែម្នាក់ខាងក្រោមគាត់សួរថាចង់កាត់ចិត្តឲ្យដាច់ពីគេហ្មងតើធ្វើម៉េចទៅ បើសម្រាប់ខ្ញុំកណាដូចបទពិសោធន៍ហ្នឹងពីរហ្នឹងសម្រាប់កណាដូចគ្នា ស្តៀងគ្នា ដូចគ្នាបងដើម្បីកាត់ចិត្តបើសិនជាកណាកាត់ចិត្តត្រូវប្រើពេលវេលាបន្តិចបាទត្រូវពេលវេលាបន្តិចអញ្ចឹងយូរនឹងឆាប់អាស្រ័យលើយើងខ្លួនឯងបាទជាអ្នកកាត់ចិត្តពីគេអញ្ចឹងបើសំណួរនេះបើសិនជាខ្ញុំឆ្លើយដូចសំណួរមុនអញ្ចឹងបងបើសិនជាព្រះអង្គមានបាទចម្លើយអីទៅបងនៃគាត់ comment សូមព្រះអង្គជួយ ជាចម្លើយដែលអាត្មាគិតនៅក្នុងចិត្តហើយអីគឺត្រូវការពេលវេលាដូចវេទគាត់ថាអញ្ចឹងគឺត្រូវអ្វីគ្រប់យ៉ាងយើងអត់អាចបខំបានទេជាពិសេសផ្លូវចិត្តហ្នឹងហ្មងកាន់តែបខំកាន់តែឈឺចាប់ កណាបង យើងមុតបលាចូលសាច់បើយើងអត់រកវិធីសាស្ត្រវាដើម្បីច្បាច់ដើម្បីឆ្កឹះចេញទៅយើងគិតតែទាញបលាហ្នឹងវាអត់ចេញមកទេវាកាន់តែចូល កណា ហើយកាន់តែចាក់យើងហត់តែឈឺអញ្ចឹងចិត្តយើងដូចគ្នាយើងកំពុងតែឈឺចាប់ទៅពេលបែកគ្នា កណា តែបើយើងកាន់តែដាក់សម្ពាធលើខ្លួនឯងថាមិនបានអញភ្លេចគេអត់បានអញ្ចឹងមិនបានចិត្តអាណឹកគេអញ្ចឹងឃើញទេ កណា ពេលបែកគ្នាប្រៀបបីដូចជាគេចាក់យើងតែមកកបិតទេឈឺតែម្ដងឯងតែអាយើងខ្លួនឯងនេះទេចាក់ដកនៅតែអញ្ចឹងចម្លើយពីអាត្មាទៅដូចជាពីវិទើដែរត្រូវការពេលវេលាដើម្បីផ្សះផ្សារកន្លែងណាទលាយដែលមានអាកាសធាតុល្អដើម្បីដកដង្ហើមបទូពាបតានតឹងកុំព្យាយាមឃុំខ្លួនឯងឲ្យនៅតែម្នាក់ឯងពេកកាលណានៅតែឯងអារម្មណ៍តានតឹងហ្នឹងវាហូរមកតាមហ្នឹងហើយជាពិសេសកុំមើលវីដេអូឬក៏កុំស្ដាប់ចម្រៀងណាដែលគិតថាត្រូវរឿងខ្លួនឯងកាន់តែស្ដាប់កាន់តែពិបាកចិត្តពីអាត្មាទៅមើលរឿងកំ pl ែង ណា មើលរឿងកំ pl ែងនៅក្នុងវីដេអូខ្លីៗអញ្ចឹងណាអញ្ចឹងចូលសំណួរចុងក្រោយហ្មងវាជិត20នាទីដែរ ណាយូរដែរ ណាសំណួរចុងក្រោយពីបងអូនពៅគាត់សួរថាលបងកណាបានស្គាល់គាត់មួយឆ្នាំហើយកណាតែងតែឲ្យកាដូគាត់ជារឿយតែគាត់វិញអត់ដែរឲ្យអីខ្ញុំតិចទេតែឥឡូវគាត់ទៅចោលខ្ញុំកណាហើយតើពីមុនមកហ្នឹងគាត់ដែរស្រឡាញ់កណាវិញដែរអត់ បាទអរគុណព្រះអង្គអញ្ចឹងសម្រាប់កណាក៏ធ្លាប់បាទជាបទពិសោធន៍មួយដែរគឺក្នុងដៃគូស្នេហាបាទតែតែមានទៅមានមកបាទហើយដូចបងស្រីគាត់ឬបងប្រុសវិញគាត់ comment ថាបាទគាត់តែងតែផ្ដល់ជូននៅសម្ភារៈឬក៏វត្ថុអីទៅឲ្យដៃគូសង្សាររបស់គាត់ប៉ុន្តែគាត់ខាងដៃគូសង្សារគាត់ហ្នឹងអត់ដែរផ្ដល់ឲ្យវិញទេហើយគាត់ចង់ដឹងថាតើពេលដែលកំពុងតែស្រឡាញ់គ្នាហ្នឹងខាងបងប្រុសហ្នឹងគាត់បានស្រឡាញ់ខ្លួនគាត់វិញអត់បាទអញ្ចឹងបើតាមខ្ញុំអាចមាន2បាទទី1ស្រឡាញ់ទី2អត់បាទអញ្ចឹងបងគាត់អាចចូលទៅគិតខ្លួនឯងបាទទី1គាត់ស្រឡាញ់តែអាចនឹងថាបញ្ហាផ្ទាល់ខ្លួនរបស់គាត់បាទដូចជាអាចយើងនិយាយថាជីវភាពជីវភាពគាត់បាទឬក៏គាត់ត្រូវផ្គត់ផ្គង់គ្រួសារបងប្អូនគាត់អីចឹងទៅអញ្ចឹងគាត់អត់មានថវិកាឬក៏អីមួយសម្រាប់ច្បិចឲ្យខាងដៃគូរបស់គាត់ហើយមួយទៀតទី2បាទបើសិនជាគាត់អាចនឹងគាត់មិនស្រឡាញ់បាទព្រោះឥឡូវគាត់ទៅចោលបាត់ហើយបាទទៅចោលបងស្រីបាត់ហើយអញ្ចឹងអាចនឹងគាត់មិនស្រឡាញ់ឬក៏យ៉ាងណាមិនដែលបានគាត់អត់ផ្ដល់ជូនអញ្ចឹងហើយបើសិនជាលបងមានជាមតិអីផ្ដល់បាទលបងសូមលបងផ្ដល់សម្រាប់ពីលោកបងទៅវាជាសំណួរមួយដែលតានតឹងដែរសម្រាប់មនុស្សទូទៅមិនមែនសម្រាប់តែគាត់ទេព្រោះជាធម្មតាតំណតំណងមនុស្ស2នាក់ចាប់ផ្ដើមស្រឡាញ់គ្នាតែងតែឲ្យជាកាដូអនុស្សាវរីយ៍អីមួយឧទាហរណ៍ថាថ្ងៃកំណើតឬក៏ទូទៅយើងហៅថា birthday អញ្ចឹងណាមួយទៀតគឺគេនឹករលឹកដល់ថ្ងៃដែលគេចាប់ផ្ដើមស្រឡាញ់គ្នាគេហៅថាanniversary happy anniversary ថ្ងៃដែលគេផ្ដើមតាក់ទងគ្នាផ្ដើមស្រឡាញ់គ្នាអញ្ចឹងណាបងតាមសង្កេតមើលទៅជាពិសេសយុវវ័យសម័យ Gen Z គឺគាត់តែងតែឲ្យតម្លៃទៅលើការឲ្យគ្នាជាកាដូស្រឡាញ់គ្នា
តតែឲ្យគ្នាបានហៅថាស្រឡាញ់មែន ណា ស្រឡាញ់គ្នាតតែជូនគ្នាទៅវិញទៅមកដើម្បីបញ្ជាក់ថាស្រឡាញ់ជារឿងមួយប៉ុន្តែគិតមកខាងទៀតពីផលវិជ្ជមានវិញការដែលមិនឲ្យគ្នាវាមានកត្តាច្រើនដូចវិទ្យគាត់និយាយមិញអញ្ចឹងណាទីមួយកត្តាហិរញ្ញវត្ថុគាត់ពេលខ្លះគាត់អត់ទាន់មានការងារទេគាត់នៅក្នុងការគ្រប់គ្រងពីអាណាព្យាបាលមានឪពុកម្ដាយអញ្ចឹងទៅជាក់ស្ដែងគាត់នៅរៀនគាត់នៅចាយលុយឪពុកម្ដាយអញ្ចឹងការដែលគាត់នៅចាយលុយឪពុកម្ដាយវាអត់អាចជាកញ្ចប់ណាមួយដើម្បីផ្គត់ផ្គង់សង្សារបានទេ ណាបង ឥឡូវឧទាហរណ៍ថាខាងប្រុសឧទាហរណ៍ថាវិទ្យចោះ ណាបង វិទ្យមានសង្សារហើយវិទ្យនៅរៀនទេអត់តមានការងារធ្វើទេណា ណាបង ប៉ុន្តែតម្រូវការរបស់សង្សារវិទ្យគាត់ត្រូវការជាកញ្ចប់មួយខែគាត់ត្រូវការ skin care មួយខែគាត់ត្រូវការលេមួយខែគាត់ត្រូវការញ៉ាំនេះញ៉ាំនោះ ណាបង ជាកញ្ចប់មួយខែមក100ស្រួលអត់គ្រាន់ទេ ណា តែក្នុងឋានៈយើងជាសិស្សយើងនៅចាយលុយម៉ាក់ប៉ាមួយថ្ងៃឲ្យ 4-5,000 ដើម្បីទៅរៀន ណា សមត្ថភាពណាដើម្បីទៅតម្រូវការខាងស្រីប៉ុន្តែនេះថ្មឧទាហរណ៍ណាមិនមែនទូទៅមនុស្សស្រីទាំងអស់សិតតែគាត់ត្រូវការអញ្ចឹងគាត់នៅឧទាហរណ៍ ណាបង យល់អត់អញ្ចឹងកត្តាហ្នឹងហើយដែលជាផ្នត់គំនិតមួយសម្រាប់មនុស្សស្រីមួយចំនួនតូចសឹងតែគ្មានណាតែអាត្មានិយាយថាតូចចុះគឺគាត់និយាយថាបើស្រឡាញ់គាត់អត់អាចមានសមត្ថភាពជូនគាត់ទៅញ៉ាំអីអត់អាចមានសមត្ថភាពខ្វល់ខ្វាយពីរូបសម្រស់ដូចជាការថែទាំ skin care អីចឹងណា ណាបង អញ្ចឹងគាត់អាចផ្ញើអនាគតឲ្យយើងបានអត់បើគ្រាន់តែប៉ុណ្្នឹងយើងអត់អាចទទួលខុសត្រូវលើគាត់ ណាបង នេះអាត្មាឃើញអាចំណុចអញ្ចឹងទូចនៅក្នុង TikTok ច្រើនដើម្បីគាត់យកវែកញែកពីអាត្មាទៅដូចគ្នាដែរតាមពិតបងប្អូនស្រីគាត់គិតអញ្ចឹងអត់ខុសទេគឺគាត់បានន័យថាមាន defense គឺគាត់រៀបរៀងពីការផ្ដល់ជីវិតទៅឲ្យគេមើលថែខ្លាចមានផលលំបាកសម្រាប់គាត់ណា ណាបង គាត់គិតចឹងត្រូវហើយតែបើពីអាត្មាទៅ recommend ទៅវិញចំពោះបងប្អូនផបើសិនណាបើស្រឡាញ់មនុស្សម្នាក់ពិតប្រាកដច្បាស់លាស់មិនមែនយកលុយទៅចាយទិញក្តីស្រឡាញ់បានទេហើយមនុស្សស្រីដូចគ្នាបើគាត់ស្រឡាញ់យើងពិតប្រាកដច្បាស់លាស់គាត់មិនមែនមើលឃើញទៅលើទ្រព្យសម្បត្តិឬក៏លុយកាក់របស់យើងទេ ណាបង យល់អត់ ណាបង ពាក្យសម្ដីអាត្មាពីរឃ្លាហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាស្ដាប់យល់មនុស្សប្រុសអត់អាចយកលុយទៅទិញក្តីស្រឡាញ់មនុស្សស្រីបានទេប៉ុន្តែអាចទិញភាព high soul បាន ណាបង អាចតាក់យកភាព high soul ដើម្បីឲ្យគេ interesting ចាប់អារម្មណ៍មកខ្លួនឯងវិញបានមនុស្សស្រីដូចគ្នាមនុស្សស្រីដែលសម្លឹងឃើញលុយកាក់គេអាត្មាហ៊ានមើលធ្លុះថាគាត់មិនមែនស្រឡាញ់ទៅលើភាពស្មោះត្រង់របស់មនុស្សប្រុសហ្នឹងទេ ណាបង ដើម្បីទាញយក attention សម្ភារៈនិយមទាញយកពីភាព high soul ភាសាខ្មែរយើងហៅថាតោង ណាបង ហ្នឹងហើយតែបើឲ្យស្រឡាញ់ដោយមួយស្មោះនឹងមួយទៅលើលុយកាក់ មិនអាច អត់អាចទេអញ្ចឹងចម្លើយពីអាត្មាទៅពេលដែលគាត់នៅជាមួយយើង50អាចថាគាត់ស្រឡាញ់យើងក៏មិនដឹងគាត់មិនស្រឡាញ់យើងក៏មិនដឹងនេះអាត្មាស្ដាប់តែសំណួរពីខាងបងឯងព្រោះខាងស្រីនោះអាត្មាអត់បានចម្លើយអញ្ចឹងអាត្មាអត់ហ៊ានវិនិច្ឆ័យទេតែអ្វីដែលអាត្មាឲ្យនឹងវិទ្យចូលរួមឆ្លើយនេះគឺអាចឲ្យជាយោបល់តាមដែលអាចនិយាយទៅបាន ណាបង ព្រោះយើងធម្មតាផ្ទះចាមួយខាងអត់លឺសលេងទេមែនទេអ្នកទាំងអស់គ្នា ណា តតាមសងខាងគេបានលឺសលេងអញ្ចឹងអាត្មាអាន comment ពីខាងបងក៏អាត្មាអត់អាចវិនិច្ឆ័យថាខាងស្រីនោះមិនដែរនេះយើងឆ្លើយតាមអ្វីដែលយើងអាចមើលឃើញហើយនឹងស្ដាប់ឮ ណាបង អញ្ចឹងអូខេប្រហែលជាកន្លះម៉ោងប្រហែលប៉ុណ្ណេះសង្ឃឹមថាអ្នកទស្សនាenjoy ជាមួយនឹងវីដេអូមួយនេះហើយនឹងមានអេពីសូត2 3 4 5តទៅក្រោយទៀតហើយបើអ្នកទាំងអស់គ្នាឆ្ងល់យ៉ាងណាអាច comment នៅក្នុង YouTube ក៏បានឬក៏ comment នៅក្នុង TikTok នេះក៏បានឬក៏ comment នៅក្នុង Facebook page ក៏បានជួបគ្នានៅវីដេអូក្រោយទៀតម៉ាស្កាលាចម្រើនពរលា